ប្អូនពុកម៉ែទាំងអស់គ្នាឃើញបានរតនៈខាងក្រុមហ៊ុនយ៉ាងស៊ឺក្រុមចឹងថ្ងៃនេះបងប្អូនបានឃើញយើងមានសេរីប្រសិនប្រភេទទៀតដែលខ្ញុំចង់ណែនាំទៅបងប្អូនដែលពាក់ព័ន្ធជាមួយខាងធ្វើប្រាក់យីហោអូខេបងប្អូនអញ្ចឹងមុននឹងយើងចូលដល់ម៉ាសិនខ្ញុំចង់ណែនាំពីប៉ាន់ចាក់ស្ដែងបងប្អូនមើលសិនអញ្ចឹងនេះគឺជាប៉ាន់ផ្សារជើងអសអញ្ចឹងដើម្បីយើងមើលបើតាមភាពសង្កត់របស់វាមិនខ្លះអញ្ចឹងបងមិនឃើញហ្នឹងគឺមានធ្នេរអត់ច្រើនមែនតើអញ្ចឹងគឺកន្លែងកែងទុយក៏យើងអាចផ្សារបានដែរកន្លែងទឹកក៏យើងផ្សារបានមួយទៀតគឺកម្រិតផ្សារជាប់គឺអត់ល្អសម្រាប់បងប្អូនតម្លើងផ្លាកធំនឹងធ្វើជើងពោះតម្លើងនៅទីតាំងពោះគឺមិនមានបញ្ហាអីទាំងអស់គឺម៉ាស៊ីននេះគឺមានធានាលើគុណភាពផ្សារជាប់ល្អចឹងបងប្អូនមើលប៉ាន់លើដៃខ្ញុំទៅគឺពិសេសមែនតើអញ្ចឹងបងប្អូនមិនស្គាល់ logo នេះតែមកគឺផ្លាកយីហោនេះគឺយើងមានអីអ្វីពិសេសគឺថាយើងមានស្លឹកបាតដែលយើងអាចប្រើម៉ាស៊ីនកាត់ fiber laser យកមកធ្វើស្លឹកបាតតមកទៀតកែមនេះគឺយើងត្រូវការប្រើម៉ាស៊ីនពុតជើងអសអញ្ចឹងសួរថាពីហ្នឹងយើងធ្វើមិនបានឲ្យវាជាប់គ្នាទៅយើងត្រូវការម៉ាស៊ីនផ្សារគឺជាតួឯកណែនេះដែលយើងត្រូវការយកមកនិយាយចឹងបងប្អូនបានឃើញម៉ាស៊ីនផ្សារការងាររបស់វាគឺយកស្លឹកបាតជាមួយជើងអសគឺយើងដាក់គៀកគ្នាដើម្បីយើងផ្សារឲ្យជាប់គ្នាអញ្ចឹងចេញជាផលិតផលមួយសម្រាប់ម៉ាស៊ីនពេលដែលយើងប្រើគឺបងប្អូនឃើញកន្លែងមានគ្រាប់តុបមួយអញ្ចឹងស្លឹកបាតជាមួយជើងហ្នឹងគឺយើងអាចដាក់នៅគៀកនេះបន្ទាប់មកកន្លែងនេះគឺអេក្រង់កាមេរ៉ាមួយមកគ្រាប់វាថតជាប់គ្នាអញ្ចឹងគឺសំភុំមែនតើគឺយើងអាចឃើញតមកទៀតពេលដែលយើងត្រូវការផ្សារហើយគឺយើងអាចជន់ជើងទៅពេលដែលជន់ជើងទៅគឺ laser វាចាប់តាមបាញ់តាមហ្នឹងហើយការងារមនុស្សយើងគឺយើងបង្វិលតាមហ្នឹងអូខេអញ្ចឹងតមកទៀតបងប្អូនមកមើលកន្លែងនេះអញ្ចឹងលើអេក្រង់គឺយើងមានភាសាអង់គ្លេសវាមានកន្លែងសេរីកម្លាំងពូលឿនបាញ់ហើយនិងកម្លាំងផ្សាយគឺមើលតាមស្លឹកដៃចាក់ស្ដែងហើយនិងទីតាំងជើងអសរដែលយើងគប់កាយប៉ុណ្ណាមុំប៉ុណ្ណាគឺយើងចូលតាមហ្នឹងសិនស្អំពូกับជើងដែលមានកម្លាំងធំគឺបងប្អូនបានឃើញម៉ាស៊ីនមួយគ្រឿងនេះមួយឈុតនេះគឺយើងមានលក្ខណៈបែបហ្នឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍លើម៉ាស៊ីនធ្វើផ្លាកយីហោគឺយើងមានច្រើនមួយគ្រឿងមែនទែនបើបងប្អូនអាចអញ្ជើញមកដល់សូភូមិឋានលយឬក៏ធ្វើការងារសួរតាមពេកបានខាងក្រុមហ៊ុនខ្ញុំនឹងផ្ដល់ព័ត៌មានលម្អិតបន្ថែមជូនបងប្អូនអញ្ចឹងអរគុណសូមជម្រាបលា